ព្រះលក្សណ៍គឺជាព្រះរាជបុត្ររបស់ព្រះបាទទសរថនៃនគររាជាហើយក៏ជាព្រះអនុជរបស់ព្រះរាមផងដែរព្រះលក្សណ៍គឺជាតួអង្គមួយដ៏សំខាន់នៅក្នុងរឿងរាមកេរ្តិ៍បន្តទៅទៀតនេះខ្ញុំបាទសូមធ្វើការវិភាគអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ព្រះលក្សណ៍ដូចតទៅនេះទី1គុណសម្បត្តិព្រះលក្សណ៍ពោពេញទៅដោយចំណេះវិជ្ជានិងមន្តវិជ្ជាការពេញខ្លួនព្រះលក្សណ៍ស្រឡាញ់យុត្តិធម៌ភាពត្រឹមត្រូវនិងសុចរិតហើយស្អប់អំពើអាក្រក់ទាំងឡាយមួយវិញទៀតព្រះលក្សណ៍តែងតែលះបង់ពេលវេលានិងអាយុជីវិតរបស់ខ្លួនដើម្បីការពារព្រះរាមនិយាយទៅព្រះលក្សណ៍គឺមានភាពស្មោះត្រង់ណាស់ដល់មិនខ្លាចទៅស្លាប់នោះឡើយជាក់ស្ដែងព្រះលក្សណ៍សុខចិត្តមានរទេះខ្លួនទៅរស់នៅក្នុងព្រៃជាមួយនឹងព្រះរាមនិងនាងសីតាដោយមិនខ្លាចការឈឺចាប់និងការលំបាកនោះឡើយមួយវិញទៀតរូបគេប្រៀបបានដូចជាសេនាការពារមួយដ៏សំខាន់សម្រាប់សុវត្ថិភាពរបស់ព្រះរាមនិងព្រះនាងសីតាទៀតផងអ្វីត្បិតតែព្រះលក្សណ៍មានចំណុចល្អច្រើនក៏ពិតមែនក៏ប៉ុន្តែរូបគេក៏នៅមានចំណុចខ្វះខាតជាច្រើនទៀតផងដែរដូច្នេះខ្ញុំសូមលើកយកគុណវិបត្តិរបស់ព្រះលក្សណ៍មកបង្ហាញដូចតទៅក្រោយពីបានដឹងថាព្រះនាងកៃកសីជាអ្នកផ្ដាំកំណត់បំបរបងរាមឲ្យទៅរស់នៅក្នុងព្រៃរយៈពេល14ឆ្នាំនោះព្រះលក្សណ៍ពិតជាខឹងខ្លាំងណាស់មានបំណងចង់ធ្វើគុតព្រះនាងទៅផងក៏ប៉ុន្តែក៏ត្រូវបានព្រះរាមណែនាំហើយក៏រំលត់កំហឹងនោះទៅវិញមកត្រង់នេះគឺបញ្ជាក់ថាព្រះលក្សណ៍គឺជាមនុស្សម្នាក់ដែលឆេវឆាវបំផុតមួយវិញទៀតព្រះលក្សណ៍បានកាត់ត្រចៀកកាត់ច្រមុះនាងសូបនខាដែលជាប្អូនស្រីបង្កើតរបស់ក្រុងរាពណ៍ដោយខឹងនឹងនាងសូបនខាមានបំណងមិនល្អចំពោះខ្លួននិងព្រះរាមរួមទាំងនាងសីតាផងដែរហេតុដូច្នេះហើយទើបបង្កឲ្យមានបញ្ហាធំមួយគឺក្រុងរាពណ៍សងសឹកទៅលើព្រះរាមវិញអ្វីត្បិតតែព្រះលក្សណ៍មានមន្តវិជ្ជាការខ្លាំងពូកែក៏ពិតមែនក៏ប៉ុន្តែរូបគេក៏ត្រូវចាញ់នៅក្រោមដៃរបស់ឥន្ទ្រជិតដែលជាកូនប្រុសបង្កើតរបស់ក្រុងរាពណ៍ផងដែររហូតស្ទើរតែស្លាប់បាត់បង់ជីវិតទៀតផងសរុបមកព្រះលក្សណ៍មានទាំងចំណុចល្អផងនិងចំណុចមិនល្អផងដែលអ្នកអានអ្នកសិក្សាទាំងឡាយគួរក៏បីអនុវត្តតែចំណុចល្អហើយជៀសឲ្យឆ្កាយនៅចំណុចមិនល្អដូចជាមានចរិតឆេវឆាវជាដើមដែលមនុស្សគ្រប់គ្នាមិនគួរយកតម្រាប់តាមនោះឡើយតាមរយៈការវិភាគនេះដែរវាគ្រាន់តែជាគន្លឹះតូចមួយប៉ុណ្ណោះសម្រាប់ស្វែងយល់អំពីរឿងរាមកេរ្តិ៍ប្រសិនជាបងប្អូនសិស្សនិស្សិតមានពេលទំនេរអាចសិក្សាស្វែងយល់ឬក៏អានបន្ថែមទៀតដើម្បីបង្កើនពុទ្ធិឬចំណេះដឹងទាក់ទងជាមួយនឹងរាមកេរ្តិ៍ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូនទាំងអស់គ្នានឹងអាចយល់រឿងនេះបានប្រសិនបើបងប្អូនមានចម្ងល់ឬបញ្ហាទាំងណានោះអាចចូលមក comment ឬសួរជាសំណួរនៅខាងក្រោមវីដេអូនេះបានហើយខ្ញុំនឹងព្យាយាមឆ្លើយតបទៅតាមលទ្ធភាពដែលខ្ញុំអាចឆ្លើយបានជាចុងក្រោយនេះខ្ញុំបាទសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់បាក់ឌុបហើយបាននិទេស A ទាំងអស់គ្នាដើម្បីចូលរួមកសាងគុណធម៌មនុស្សសម្រាប់ប្រទេសជាតិយើងជាពិសេសនោះខ្ញុំបាទនឹងព្យាយាមបង្កើតវីដេអូល្អៗផ្សេងៗទៀតទាក់ទងជាមួយនឹងសំណេរតែសេចក្តីរួមទាំងវិភាគអក្សរសិល្ប៍ផងដែរជាស្ដែងនេះដូចជារឿងរាមកេរ្តិ៍ជាដើមខ្ញុំបានព្យាយាមលើកយកតួអង្គមួយៗមកធ្វើការបញ្យល់លម្អិតដើម្បីឲ្យបងប្អូនសិស្សទាំងអស់មានចំណេះដឹងឬក៏មានទុនទាក់ទងទៅនឹងរឿងនេះបាទ